នៅទីក្រុងអាម៉ាទីប្រទេសកាហ្សាស្ថាននេះបងប្អូនពេលដែលបងប្អូនមកលេងអាចមកលេងផ្សារនេះបានគេហៅកុកបាសារឬក៏ស៊ីឡូនីបាសារមានន័យថាផ្សារពណ៌បៃតងបងប្អូនមកគឺគេមានលក់បន្លែផ្លែឈើអីច្រើនណាភាគច្រើនគឺផ្លែឈើមានសាច់មានអីជាដើមហើយបងប្អូនមកគាត់ថាតម្លៃវារៀងថ្លៃបន្តិចដូចយើងទៅផ្សារទូតពងឬក៏ផ្សារថ្មីរបស់យើងអញ្ចឹងណាដូចយើងកន្លែងដែលសម្រាប់ tourist តែគេមកលេងសម្រាប់ជនបរទេសមកអញ្ចឹងតម្លៃវារៀងថ្លៃជាជាងផ្សារធម្មតាបន្តិចហើយប៉ុន្តែបន្លែផ្លែឈើគឺស្រស់ៗល្អៗប៉ុន្តែនៅពេលដែលខ្ញុំមកដល់ទីនេះគឺខ្ញុំចូលចិត្តដើរនៅចំហៀងផ្សារដោយសារទីនោះវាតម្លៃវាថោកជាងបើយើងប្រៀបធៀបជាមួយនឹងក្នុងផ្សារដូចយើងទៅផ្សារថ្មីនឹងឯងគាត់ថាមានផ្លែឈើជាច្រើនដែលបងប្អូនអាចទិញបានហើយវាប្លែកពីផ្លែឈើនៅប្រទេសខ្មែរអញ្ចឹងដោយសារតែមានបងប្អូនខ្មែរម្នាក់គាត់ប្រាប់ខ្ញុំថាសំណូមពរខ្ញុំនឹងធ្វើវីដេអូថាមានកន្លែងដែលលេងណាខ្លះនៅប្រទេសកាហ្សាស្ថាននៅទីក្រុងអាល់ម៉ាទីហ្នឹងអញ្ចឹងហើយខ្ញុំក៏ចង់បង្ហាញនៅផ្សារមួយដែលគេហៅថាកុកបាសារឬក៏ស៊ីឡូនីបាសារហ្នឹងហើយគាត់អាចមកទស្សនាឬក៏កំសាន្តបានមកទិញអីញ៉ាំបានហើយរដូវនេះគឺជារដូវផ្លែឈើតែម្ដងបងប្អូនមកគឺខុសហើយបន្ទាប់ពីបងប្អូនដើរចូលមកមានផ្លែឈើហើយគឺមានសាច់នៅក្នុងហ្នឹងតែពីច្រើនសាច់គឺមានតែបងប្អូនទីនេះគាត់ទិញយកទៅហូបរដូវហ្នឹងរដូវក្តៅពីច្រើនប្រជាជននេះអត់សូវចូលចិត្តទិញសាច់នៅផ្សារអញ្ចឹងគេចូលចិត្តទិញនៅផ្សារទូជាងដោយសារនៅក្នុងមានម៉ាស៊ីនត្រជាក់អញ្ចឹងសាច់វាអត់សូវខូចតែបងប្អូនមកចង់ទិញហូបទូអីមានអីទេគាត់ផ្សារហ្នឹងគេមានដំណាក់គេចែកគ្នាដាច់ហ្មងចូលមកមានផ្លែឈើមានគ្រាប់ធញ្ញជាតិមានសាច់ហើយមានដល់កន្លែងកៅអៅហើយផ្សារគេនេះមានទៅដល់ចដៅយន្តទៀតខ្ញុំឡើងសប្រៃហ្មងយើងអត់មានទេតែនេះផ្សារធម្មតាគេមានចដៅយន្តចុះមកក្រោមទៀតហើយខ្ញុំមកជាន់ក្រោមនេះគេលក់មិនសូវខុសគ្នាប្រហែលទេគ្រាន់តែតម្លៃវាយ៉ាងខុសគ្នាតិចតួចនឹងឯងបើជនបរទេសយើងទិញជាគីឡូទៅបើកន្លែងនេះខាងគៀតហ្នឹងបើមកខ្ញុំចិត្តទិញជាងគេដោយសារតម្លៃគាត់យ៉ាងធូរជាងគេគ្រាន់តែពេលខ្លះគាត់លក់មិនសូវស្រស់អញ្ចឹងយើងមើលទៅយើងរើសឲ្យល្អទៅចាំទិញពីគាត់មាន blueberry មាន cherry មាន strawberry គឺខែហ្នឹងត្រូវហើយចាប់ពីខែ7ខែ8ខែ9ហ្នឹងគឺសម្បូរហើយគ្រាន់តែក្តៅបន្តិចខែហ្នឹងបងប្អូនមកលេងខ្ញុំមានអារម្មណ៍ថាចម្លែកដែរប៉ុន្តែខ្ញុំនាំបងប្អូនខ្មែរមកពីប្រទេសខ្មែរយើងហ្នឹងគាត់មកលេងគាត់ថាអូយក្តៅណាបងខែហ្នឹងក្តៅមែនទែនខ្ញុំអត់ដឹងដែរឆ្នាំគឺក្តៅជាងរត់ដងដល់42អង្សា43អង្សាហើយខ្លះចូលដល់45អង្សាទៀតអានេះគឺច្រកផ្លូវពេលបងប្អូនចេញមកក្រៅតិចមកមានច្រកផ្លូវដើរមកខាងក្រោយផ្សារតែត្រង់ហ្នឹងឧទាហរណ៍នៅក្នុងផ្សារគេលក់ថា1គីឡូ3រៀលអញ្ចឹងនៅខាងនេះអាចលក់តែ1គីឡូ2រៀល2រៀលកន្លះអីចឹងណាមើលនេះនឹងវាថោកជាងខាងក្នុងបងប្អូនមកយើងដើរផ្សារយើងមើលទៅគេលក់អីគេខ្លះហើយខាងស្ដាំដៃនេះគេហៅបោសាក់គឺជាម្ហូបនំប៉័ងដែលគេធ្វើដែលប្រជាជនណាគេគ្រប់ផ្ទះគេធ្វើហូបគ្រប់គ្នាចឹងហ្មងវាជាវប្បធម៌របស់គេដូចយើងហូបបាយគេហូបនំប៉័ងតែនំប៉័ងគេមានប្រភេទខុសៗគ្នាអានេះគេហៅបោសាក់និយាយរួមខ្ញុំនៅពេលទៅខ្ញុំតែងតែមកដើរផ្សារមកទិញអីវ៉ាន់តែខ្ញុំកម្រមកទីនេះហេបើខ្ញុំមកគឺមកតែខាងក្រៅនឹងឯងវាសាវិថោកជាងគ្រប់ទីកន្លែងទាំងអស់ហ្នឹងមិនថាប្រទេសណាក៏ដោយឲ្យតែសបោជនបរទេសទេសចរមកដល់លេងគឺគេលក់តម្លៃយ៉ាងថ្លៃជាងធម្មតាហើយបើយើងចេះតថ្លៃទៅមានអីព្រោះនៅទីនេះយើងអាចនិយាយគេនិយាយស្ដាប់បានតែភាសារុស្ស៊ីនិងភាសាកាហ្សាអង់គ្លេសគេចេះតិចតួចដែរគ្រាន់ថាមិនសូវប្រហែលនឹងឯងគាត់ថាយើងមកលេងម្ដងមកកាមកអីទេថ្លៃតិចតួចប៉ុន្តែបើសិនជាចង់បានធូរថ្លៃទៅកន្លែងផ្សារផ្សេងអញ្ចឹងណាបើយើងទិញនៅកណ្ដាលផ្សារមកគឺថ្លៃអានេះគឺគេមករបស់ផ្អែមគេហូបដើម្បីហូបមួយតែនៅទីនេះគឺគេចូលចិត្តហូបតែបងប្អូនមកអាចទិញសាកបានខាងក្នុងហ្នឹងគឺគាត់ធុញជាតិហើយខាងក្រៅនេះគឺគេធ្វើដោយរបស់ធម្មជាតិទាំងអស់គាត់ថារសជាតិយើងបងប្អូនយើងអាចថាមិនចូលចិត្តបើខ្ញុំរៀងចូលចិត្តដែរអញ្ចឹងណា